ចិញ្ចៀននេះធ្វើអំពីកន្ទឹមធម្មជាតិមកពីអាហ្វ្រិកខាងត្បូងហើយមានទំហំ6លីគុណនឹង8លីរាងជាពងក្រពើហៅថាអូវ៉ាខត Ruby កន្ទឹមធម្មជាតិក៏ដូចជាកន្ទឹមដែលសង្យោគដែរគឺគុណភាពនិងការមើលពិនិត្យផ្នែកទទេអីគឺដូចគ្នាតែម្ដងហើយខុសកណ្តម្លៃគ្នាក៏មិនសូវជាខុសគ្នាប៉ុន្មានដែរកន្ទឹមនេះបើយើងថាជាធម្មជាតិឬមួយជាសង្យោគគឺវាឆ្លងកាត់ UV គឺពណ៌ក្រហមច្រើនហើយក្រៅពីនេះគឺវាមានកម្រិតរឹងដូចគ្នាគឺកម្រិតរបស់វា9ដែលវាអាចមិនងាយសឹកឬមិនងាយជ្រិលប្រាប់ហែលទៅដូចនឹងពេជ្រដែរហើយវាអាចឆ្កូតត្បូងដតៃបានកន្ទឹមធម្មជាតិនិងកន្ទឹមដែលថាជាសង្យោគគឺយើងអាចពង្រីកមើលនៅក្នុងត្បូងប្រើប្រាស់កែវពង្រីកគឺកន្ទឹមធម្មជាតិមាន silk គឺមានសរសៃដូចជាសូត្រឬមួយមានស្នាមដូចជាក្រិចឲ្យដៃហើយកន្ទឹមសង្យោគគឺពុំមានឡើយប៉ុន្តែលុះត្រាយើងប្រើប្រាស់កែវពង្រីកទើបមើលឃើញកន្ទឹមជាទូទៅកន្ទឹមដែលមាន quality ខ្ពស់គឺមានតែ 10% ទេគឺកម្រិត AA ហើយក្រៅពីនេះកម្រិត A មាន 25% នៅសល់ពីនោះគឺជា commercial ruby ទាំងអស់ឬ quality ទាំងអស់